ចាសួស្តីអ្នកទាំងអស់គ្នានេះខ្ញុំជឿថាប្រហុកដុតជ្រុញមួយមុខនេះភាគច្រើនមានអ្នកចេះគ្រាន់តែថាអាចជាបច្ចេកទេសយើងដុតខុសៗគ្នាអញ្ចឹងណាសូម្បីតែគ្រឿងផ្សំយើងដែលដាក់ចូលជាមួយនឹងប្រហុកដុតជ្រុញនេះក៏ខុសៗគ្នាចាបងប្អូនចង់ដឹងពីវិធីធ្វើប្រហុកដុតជ្រុញរបស់ម៉ាក់វីរបៀបណាបងប្អូនកុំភ្លេចតាមដានវីដេអូនេះឲ្យចប់ទាំងអស់គ្នាណាវាថាងាយធ្វើហើយឆ្ងាញ់ទៀតមុននឹងតាមដានបងប្អូនកុំភ្លេចអ្នកចំណូលថ្មីជួយ follow page ឲ្យម៉ាក់វីម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីរបស់នេះខ្ញុំបន្តទៀតចា៎ចំពោះអ្នកចំណូលចាស់កុំភ្លេចជួយ like share វីដេអូនេះខ្ញុំម្នាក់មួយផងដើម្បីពេលដែលយើងទៅសាររនឹកមុខម្ហូបអីអត់ចេញអាចមើលពីវិធីធ្វើម្ហូបរបស់ម៉ាក់វីបានខ្ញុំចាប់ផ្ដើមមកបេះពពាយហើយនឹងបេះជាមួយនឹងត្រប់ពុតញោអត់អីទេបងប្អូនយើងចំពោះអ្នកសុកស្រែចំការយើងអាចយកបន្លែអីផ្ទាប់ជាមួយក៏បានដែរប្រហុកដុតជ្រុញហ្នឹងយើងអត់ត្រូវនឹងបន្លែទេអញ្ចឹងក៏លេខមើលទៅថាជុំវិញផ្ទះឬក៏ជុំវិញចំការយើងមានបន្លែអីយើងឯហ្នឹងយកមកផ្ទាប់ជាមួយនឹងប្រហុកដុតជ្រុញមួយមុខនេះបានចាហើយជាពិសេសនាងខ្ញុំមិនអាចបំភ្លេចបានទេគឺថាម្ទេសបងប្អូនណានិយាយពីចូលចិត្តម្ទេសណាម៉ាក់វីបានណាម្ទេសធម្មជាតិចេះទៀតបងប្អូននិយាយពីថាឆ្ងាញ់អស់តតម្រួងនាងខ្ញុំធ្លាប់តែធ្វើម្ហូបនៅពេញអត់ដែលបានញ៉ាំជាមួយនឹងម្ទេសធម្មជាតិអាចសាច់អញ្ចឹងទេបងប្អូនហើយពេលបានមកចកាមដងខ្វាកោឬម្ទេសហើយនឹងបន្លែធម្មជាតិតម្រងណាអ្នកទាំងអស់គ្នាចាតមកនាងខ្ញុំក៏ចាប់ផ្ដើមមកកាត់ជាមួយនឹងគល់លក្រីក៏យើងមិនអាចបំភ្លេចបានដែរចាយើងចាប់ផ្ដើមកាត់គល់លក្រីសម្បត្តិសម្អាតវាឲ្យស្អាតទៅដែលផ្សំបន្លែរួចរាល់ហើយនាងខ្ញុំក៏ចាប់ផ្ដើមតម្រងដើរទៅកន្លែងខ្ទមដើម្បីធ្វើការចម្អិនម្ហូបចាដឹកដៃក្មួយទៅមិនមែនកូនម៉ាក់វីណាគឺថាក្មួយនិយាយពីថាតាមកូនទូចហ្នឹងគួរស្រឡាញ់ណាអត់ខូជេពេលដែលនាងខ្ញុំធ្វើម្ហូបចឹងគេលេងតែគេចឹងទៅហើយម៉ាក់វីធ្វើម្ហូបតែម៉ាក់វីទៅហើយអត់រំខាននេះចេះតែតាយើងចាប់ផ្ដើមដើរមកដល់ខ្ទមហើយគ្រឿងផ្សំមានដូចជាសាច់ជ្រូក3ជាន់ច្រាំប្រហុកចិញ្ច្រាំជាមួយនឹងក្តិបអំពិលយើងខ្វេះយកគ្រាប់វាចេញចាហើយជាមួយនឹងម្ទេសគល់ស្លឹកគ្រៃស្លឹកក្រូចសើចជីនាងវងចាគ្រឿងផ្សំយើងបានផ្សំរួចរាល់ហើយនាងខ្ញុំចាប់ផ្ដើមហាន់គល់ស្លឹកគ្រៃស្ដាងចំណិតតូចៗចឹងពូសាច់យើងប្រើជាមួយនឹងសាច់ជ្រូក3ជាន់ណាយើងច្រាំវាឲ្យម៉ត់ដែរបងប្អូនហើយនាងខ្ញុំអត់បានថតដោយពេលដែលច្រាំសាច់ជ្រូកហើយនឹងច្រាំប្រហុកឲ្យអ្នកទាំងអស់គ្នាមើលទេដោយសារអីខ្ជិលគិតថាកុំឲ្យវីដេអូហ្នឹងវាវែងពេកគល់ស្លឹកគ្រៃនាងខ្ញុំបានហាន់រួចរាល់ហើយចាប់ផ្ដើមការវាទុកមួយឡែកសិនចាចំពោះប្រហុកបើសិនជាបងប្អូនមានប្រភេទជាប្រហុកសាច់ក៏បានដែរប្រហុកមានឆ្អឹងតិចយើងច្រាំវាឲ្យម៉ត់ក៏បានដែរចាចាប់ដើមចូលសាច់ជ្រូក3ជាន់ដែលយើងច្រាំរួចហើយជាមួយនឹងប្រហុកហ្នឹងដាក់ចូលគ្នាយើងច្រាំចូលគ្នាម្សាទៀតទៅណាបងប្អូនយើងច្រាំវាឲ្យម៉ត់ចូលល្បាយជាមួយគ្នាទៅយើងក៏ដាក់ជាមួយនឹងអំពិលខ្ចីចូលជឿថាភាគច្រើនគេប្រើជាមួយនឹងកសាំងតែចំពោះនាងខ្ញុំចិត្តដាក់ជាមួយនឹងអំពិលខ្ចីវិញពីព្រោះអីអំពិលខ្ចីយើងអត់មានគ្រាប់វាហឹងចូលនៅក្នុងធ្មេញយើងបងប្អូនអញ្ចឹងយើងអាចប្រើជាមួយអំពិលខ្ចីជំនួសក៏បានដែរក៏ដាក់ជាមួយនឹងម្ទេសជាមួយនឹងខ្ទឹមសចូលផងបងប្អូនចាហើយយើងរោយជាមួយនឹងស្ករសបន្តិចប៊ីចេងបន្តិចដែរទៅហើយជាមួយនឹងជីនឹងវងចូលបន្ថែមទៀតផងដើម្បីឲ្យវាឈ្ងុយឈ្ងប់បងប្អូនជាមួយនឹងស្លឹកក្រូចសើចស្លឹកអីហ្នឹងចាយើងដាក់ទៅដើម្បីកាត់ជាតិឆ្អាបផងចាយើងចាប់ផ្ដើមច្រាំវាបន្តទៀតទៅដើម្បីឲ្យវាម៉ត់ចូលគ្នាពេលដែលយើងដាក់អាំងទៅវាធ្វើឲ្យសាច់ប្រហុកជាមួយនឹងសាច់ជ្រូក3ជាន់ហើយនឹងគ្រឿងផ្សំដែលយើងច្រាំហ្នឹងចូលជាតិគ្នាល្អផងពេលដែលច្រាំគ្រឿងនឹងម៉ត់ចូលគ្នាមួយប្រហុកសាច់ជ្រូកអីហើយយើងចាប់ផ្ដើមយកជ្រុំស្អាតមួយយើងដួសវាដាក់លើជ្រុំនឹងទៅរៀបវាយកកវិតហ្នឹងតប់វាពីលើទៅដើម្បីឲ្យវាស្មើគ្នាចាឃើញថាតំណងខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាងាយទេវិធីប្រហុកដុតជ្រុញរបស់ម៉ាក់វីបងប្អូនសាកបងធ្វើតាមដឹងតែឆ្ងាញ់តតែលឹកដៃតែហ្មងណាបងប្អូនទាំងនេះហើយនាងខ្ញុំក៏ចាប់ផ្ដើមមកកាត់ជាមួយនឹងស្លឹកចេកបន្ថែមជាមួយនឹងស្លឹកចេកមួយមុខទៀតទ្រាប់វាបងប្អូនពេលដែលយើងអាំងទៅវាមានជាតិឈ្ងុយចេញពីស្លឹកចេកនឹងផងហើយការវាធ្វើឲ្យប្រហុកយើងនោះអត់ធ្លាក់ទៅដល់លើខ្ជុងឬក៏នៅលើភ្លើងលើផេះផងណាបងប្អូនចាធានាថាបងប្អូនធ្វើតាមវិធីម៉ាក់វីដឹងតែជាប់ឈុនទាំងអស់ត្មងហើយវាមានក្លិនឈ្ងុយចេញពីស្លឹកចេកទៀតណាបងប្អូនចាយើងយកវាមករោលភ្លើងបន្តិចមកយកវាមកផ្កាប់នៅលើឈុនទៅកាប់វានៅលើចទីអាំងចឹងណាបងប្អូនឃើញថាតំណងមិនធំតែតំណងទេគឺថាក្លិនវាស្រក់អាសាច់ជ្រូក3ជាន់ហ្នឹងខ្លាញ់វាស្រក់តក់លើភ្លើងមកលាយឡំជាមួយនឹងប្រហុកទៀតបងប្អូនហើយនិយាយពីថាឈ្ងុយពីផ្ទះមួយទៅផ្ទះមួយបានសัตว์ព្រៃសัตว์សុកសัตว์ទេអស់ហើយអ្នកទាំងអស់គ្នាឲ្យគ្រាន់តែប្រហុកដុតឈើក្លិនឈ្ងុយពីភូមិមួយទៅភូមិមួយត្មងប្រហុកដុតឈ
ជនរបស់ម៉ាក់វីឆ្អិនជាការស្រេចឃើញថាតំណងខ្លាំងមែនទែនបងប្អូនពេលដែលបានឃើញវីដេអូនេះពេលយប់ទាំងតែឃ្លានប្រហុកដុតឈុញកុំភ្លេចសាកល្បងធ្វើញ៉ាំទាំងអស់គ្នាណាកុំភ្លេច share វីដេអូនេះទុកមើលវិធីធ្វើទាំងអស់គ្នាផងណាបងប្អូនមកភ្លក់ប្រហុកដុតជ្រុញស្នាដៃម៉ាក់វីទាំងអស់គ្នាណាបងប្អូនnói bông bông ngon nó tê hết ban rồi ngon ăn chừng bụi nằm mặt té tự ăn sạch lắm không khá thôi